ខ្ញុំបាទហ៊ុនរិនបាទសូមអនុញ្ញាតគោរពជំរាបសួរបងប្អូនទាំងអស់ជាទីគោរពស្រឡាញ់ថ្ងៃនេះខ្ញុំបាទនឹងធ្វើការបកស្រាយជូនបន្ថែមទាក់ទងទៅនឹងបញ្ហាជំងឺរលាកសន្លាក់បាទអញ្ចឹងទាក់ទងទៅនឹងថ្ងៃមុននោះគឺខ្ញុំបានបកស្រាយខ្លះៗហើយប៉ុន្តែបងប្អូនចង់ដឹងថាដើមហេតុនៃបញ្ហាជំងឺសន្លាក់នេះថាតើវាមកពីមូលហេតុអ្វីច្បាស់លាស់ទៅអញ្ចឹងថ្ងៃនេះខ្ញុំនឹងបកស្រាយបន្ថែមឲ្យកាន់តែច្បាស់ណាបាទជាធម្មតាគឺយើងដឹងហើយថាសន្លាក់ណាបាទគឺវាមានកន្លែងដែលផលិតទឹកសន្លាក់គឺគេហៅថាកន្សោមទឹកសន្លាក់ហ្នឹងអញ្ចឹងនៅក្នុងពាក្យបច្ចេកទេសគេហៅថា synovium ឬក៏ synovial cell បាទគឺកោសិកាដែលផលិតទឹកសន្លាក់និងផលិតជាតិរំអិលនៅក្នុងទឹកសន្លាក់ហ្នឹងបាទអញ្ចឹងវាមានផលិតនៅវត្ថុរាវហើយវាផលិតនៅជាតិរំអិលនៅក្នុងហ្នឹងបាទអញ្ចឹងបើសិនជាភ្នាស synovium ឬក៏ភ្នាស synovial នេះឬក៏យើងហៅថាកោសិកា synovial នេះបើសិនជាវាមានការរលាកដោយការវាយប្រហារណាមួយនោះក៏ធ្វើឲ្យការខូចខាតនៃទឹកសន្លាក់ឬក៏បាត់បង់ជាតិរំអិលឬក៏ធ្វើឲ្យខ្វះខាតនៅការផលិតទឹកសន្លាក់ហ្នឹងគឺធ្វើឲ្យប៉ះពាល់ទៅដល់ការខូចខាតនៅឆ្អឹងខ្ចីដែលតាក់ទងទៅនឹងការកកិតឬក៏សឹករិចរិលនៃឆ្អឹងខ្ចីហ្នឹងកើតឡើងដោយសារតែសម្ពាធនេះគឺទម្ងន់ឬក៏ការប្រើប្រាស់ចលនានៃសន្លាក់ហ្នឹងអញ្ចឹងបើសិនជាយើងធ្វើចលនាទៅវាកាន់តែសឹករិចរិលដោយសារតែខ្វះសារធាតុរំអិលហ្នឹងអញ្ចឹងនេះគឺជាការរលាកសន្លាក់ឆ្អឹងប៉ុន្តែមួយទៀតគឺរលាកសន្លាក់ដោយសារការវាយប្រហារពីប្រព័ន្ធការពាររាងកាយនេះប្រព័ន្ធការពាររាងកាយរបស់យើងគឺមានតួនាទីនៅក្នុងការវាយប្រហារឬក៏ប្រឆាំងមេរោគនៅក្នុងរាងកាយរបស់យើងប៉ុន្តែបើវាបង្វែងតួនាទីវានឹងវាយប្រហារទៅលើសន្លាក់របស់យើងធ្វើឲ្យខូចទឹកសន្លាក់ឬក៏ធ្វើឲ្យមានការរលាកធ្ងន់ធ្ងរនៅផ្នែកសន្លាក់ហ្នឹងហើយជាពិសេសនោះគឺតាក់ទងទៅនឹងថ្នាំងដៃនេះដែរតាមថ្នាំងដៃហ្នឹងណាគឺយើងសម្គាល់មើលបើសិនជាមានបងប្អូនចាប់ផ្ដើមឈឺបាទជាដំបូងហ្នឹងគឺឈឺតិចៗទេប៉ុន្តែយូរទៅហើមហើយក៏ដំណាក់កាលទី3ហ្នឹងគឺចាប់ផ្ដើមរលាកហើយចាប់ផ្ដើមខូចឆ្អឹងខ្ចីជាបន្តបន្ទាប់ហើយធ្វើចលនាលេងចង់កើតដែរប៉ុន្តែនៅពេលដែលដំណាក់កាលទី4នោះគឺធ្វើឲ្យយើងចាប់កាន់អ្វីលេងកើតមកចាប់ផ្ដើមរឹងណាដំណាក់កាលទី5គឺរឹងកញ្ញង់មកដោយសារតែឆ្អឹងហ្នឹងវាបានដុសជាប់គ្នាតែម្ដងណាស៊ីគ្នាមានន័យថាកន្លែងថ្នាំងដៃយើងហ្នឹងវាស្លាក់ដាច់ពីគ្នាតែវាដុសកោសិកាជាប់គ្នាទៅវាធ្វើឲ្យឆ្អឹងហ្នឹងទៅត្រង់តែមួយអញ្ចឹងណាអញ្ចឹងសូមកុំទុកឲ្យដល់ថ្នាក់នេះអីបាទសូមដោះស្រាយបាទអញ្ចឹងតកតងទៅនឹងបញ្ហារលាកសន្លាក់មួយទៀតគឺដោយសារអាស៊ីតអញ្ចឹងបងប្អូនឮសូរច្រើនមែនទែនបាទតកតងទៅនឹងឲ្យតែរលាកសន្លាក់ឲ្យតែឈឺចាប់ក្តៅគឺអាស៊ីតទាំងអស់ហ្នឹងឯងបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបកស្រាយជូនបាទតកតងទៅនឹងអាស៊ីតអ៊ុយរិកដែលផលិតចេញពីថ្លើមមកកាន់ឈាមហើយឈាមបញ្ជូនទៅកាន់រាងកាយទាំងមូលនោះគឺប៉ះពាល់ដល់រងនោមនិងរលាកដល់សន្លាក់ឆ្អឹងរបស់យើងនឹងធ្វើឲ្យខូចទ្រង់ទ្រាយសន្លាក់ដែលគេហៅថាសន្លាក់គូតនោះបាទអញ្ចឹងនេះយើងមើលឃើញហើយថាដៃរបស់យើងជើងរបស់យើងកំមីងកំម៉ោងខូចទម្រង់សន្លាក់ហ្នឹងបាទពួកឆ្អឹងសន្លាក់តែម្ដងបាទមួយទៀតហ្នឹងគឺបញ្ហារលាកសរសៃសាច់ដុំបាទបញ្ហារលាកសរសៃសាច់ដុំនេះបងប្អូនដឹងហើយថាក្បាលឆ្អឹងសន្លាក់នីមួយៗត្រូវបានតភ្ជាប់គ្នានឹងធ្វើចលនាបានទប់ឲ្យសន្លាក់มันអាចកលាច់ឬក៏របូតចេញពីគ្នាគឺដោយសារសរសៃចងឬក៏សរសៃពួរនិងសាច់ដុំអញ្ចឹងបើសិនជាមានបញ្ហារលាកសរសៃសាច់ដុំនេះក៏ធ្វើឲ្យមានការឈឺសន្លាក់ដូចគ្នាហើយបើសិនជាសរសៃពួររបស់យើងមិនរឹងមាំមានផុយវាអាចនឹងដាច់សរសៃពួរធ្វើឲ្យឈឺចាប់ហើយមានការកលាច់សន្លាក់តែម្ដងបាទអញ្ចឹងនេះគឺខ្ញុំជម្រាបជូនបងប្អូនបាទតកតងទៅនឹងបញ្ហាជំងឺសន្លាក់ទាំងអស់ផ្នែកណាមួយក៏ដោយបាទសំណែននាំជូនបាទជាមួយនឹងផលិតផលប្រេងសណ្ដែកផ្កាយ OPT ណាបាទពីព្រោះផលិតផលមួយនេះមានសារធាតុអាស៊ីតខ្លាញ់អូមេហ្គា3ដ៏ពិសេសដែលជួយទៅដល់ភ្នាសនៃការផលិតទឹកសន្លាក់និងសម្រួលឲ្យសន្លាក់ធ្វើចលនាបានយ៉ាងត្រឹមត្រូវមួយទៀតគឺសម្រួលទៅដល់ងារនៃប្រព័ន្ធការពាររាងកាយឲ្យដំណើរការបានត្រឹមត្រូវកុំឲ្យវាយប្រហារទៅលើសន្លាក់ហ្នឹងមួយទៀតគឺសម្រួលទៅដល់មុខងារថ្លើមដើម្បីកុំឲ្យថ្លើមបញ្ចេញនៅអាស៊ីតអ៊ុយរិកនឹងលើសកម្រិតធម្មតាហើយមួយទៀតនោះក៏ជួយសម្រួលទៅដល់ការលូតលាស់និងជួយដោះស្រាយនៅបញ្ហាដែលរលាកបាទដោះស្រាយនៅទប់ស្កាត់នៅបញ្ហារលាកសាច់ដុំនិងសរសៃពួរនេះយ៉ាងពិសេសណាបាទអញ្ចឹងដើម្បីការពារសន្លាក់និងរលាកសរសៃពួរឬក៏បញ្ហាអាស៊ីតឬក៏បញ្ហាខ្វះទឹកសន្លាក់យ៉ាងណានោះក៏សូមពិសាជាមួយនឹងប្រេងសណ្ដែកផ្កាយ OPT ណាបាទអរគុណ